ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃសៅរ៍15កើតពេញបូរមីខែមករាឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី6ខែធ្នូគ្រិស្តសករាជ2014នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅឋានៈដឹកនាំគណៈបកសង្គ្រោះជាតិជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តស្វាយរៀងនៅថ្ងៃនេះលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិនិងលោកកឹមសុខាអនុប្រធានទី1នៃរដ្ឋសភានិងជាអនុប្រធានគណៈបកសង្គ្រោះជាតិបានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាជាប់ឆ្នោតឃុំសង្កាត់ក្រុងស្រុកខេត្តនៅទីស្នាក់ការគណៈបកសង្គ្រោះជាតិខេត្តស្វាយរៀងទីរួមខេត្តស្វាយរៀងថ្លែងក្នុងពិធីនេះលោកកឹមសុខាអនុប្រធានទី1នៃរដ្ឋសភានិងជាអនុប្រធានគណៈបកសង្គ្រោះជាតិបានថ្លែងថាដើម្បីបដូរមេដឹកនាំបានយើងត្រូវដូរកោជបជាមុនសិនហើយដើម្បីបដូរកោជបបានយើងត្រូវចូលទៅក្នុងសភាទៅធ្វើវិសោធនកម្មបដូរកោជបបានបងប្អូនយើងសម្រាប់ទៅដែរមិនថាយើងមកដល់សម្រាប់ទៅដល់មកយើងដល់តាមរយៈការបោះឆ្នោតប៉ុន្តែយើងបោះឆ្នោតដោយសេរីត្រឹមត្រូវយើងដោយយើងដូរកោជបមុនដូរស្មារតីបោះឆ្នោតមុនដូររបៀបចុះឈ្មោះបោះឆ្នោតមុនដូររបៀបដោះស្រាយបញ្ហាបោះឆ្នោតមុននេះជារឿងឥឡូវតាមឲ្យដោយស្មារតីបោះឆ្នោតដល់កោជបបើយើងក្នុងអង្គុយក្រៅយើងធ្វើបានការតរៀបតែដោយស្ថាប័ននេះមានតែស្ថាប័នវិទ្យាបញ្ញាតែមួយគត់ដែលជាអ្នកមានសិទ្ធិផ្លាស់ប្ដូរច្បាប់ធ្វើច្បាប់វិសោធនកម្មច្បាប់អញ្ចឹងស្ថាប័នវិទ្យាបញ្ញាគឺរដ្ឋសភាអញ្ចឹងបើយើងចង់ដូរច្បាប់ដើម្បីបង្កើតលើជបថ្មីដើម្បីបង្កើតច្បាប់បោះឆ្នោតថ្មីក៏យើងអង្គុយក្នុងសភាតដូរក្នុងសភាអត់តទៅតាមប្រវត្តិនេះចំណែកឯលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិបានថ្លែងថាតំណាងរាស្ត្រម្នាក់ៗនៅរដ្ឋសភាគ្រាន់តែជាបុគ្គលទេដែលអាចបាត់បង់តួនាទីរបស់ខ្លួនពេលចាប់អាណត្តិឬក្នុងអាណត្តិក៏បានដែរប៉ុន្តែក្រុមតំណាងរាស្ត្រនីមួយៗនៅរដ្ឋសភាជាស្ថាប័នដែលមានសម្លេងខ្លាំងជាងតំណាងរាស្ត្រម្នាក់ៗជាបុគ្គលនិងមានស្ថិរភាពយូរអង្វែងហើយដោយមានការទទួលស្គាល់ពីគណៈបកកាន់អំណាចនិងរាជរដ្ឋាភិបាលការមុនគណៈបកប្រឆាំងហ្នឹងគឺតាមតែកញ្ចក់គឺអាបបថ្វាហិង្សានោះគឺតាមតែកញ្ចក់បាទឥឡូវនេះគេទទួលស្គាល់យើងបងប្អូនទទួលស្គាល់ជាស្ថាប័នហើយបុគ្គលខុសទៀតការមុនគណៈបកប្រឆាំងមានតំណាងរាស្ត្រតំណាងរាស្ត្រប៉ុន្តែតំណាងរាស្ត្រជាបុគ្គលគេរកគេដកអភ័យឯកសិទ្ធិគេបញ្ចប់តួនាទីពេលណាក៏បានអានោះយើងជាបុគ្គលតែបើជាស្ថាប័នខុសទៀតស្ថាប័នគឺមិនអាចបញ្ចាំបានគឺចែកក្នុងច្បាប់រហូតដល់ច្បាប់ពុលហើយវាឈប់រឿងនេះទៅចាស់គណៈបកប្រឆាំងវាចែកនៅក្នុងបទជាតែក្នុងរដ្ឋសភាច្បាប់ទៅត្រូវគោរពទាំងអស់នេះគឺគោរពតួនាទីសិទ្ធិបុគ្គលសិទ្ធិរបស់គណៈបកប្រឆាំងខុសគ្នាច្រើនណាស់បងប្អូនបើយើងគាត់ជាប់ស្នាមជាបុគ្គលតំណាងទៀតអញ្ចឹងអានោះគេចាំកម្ចាត់យើងរកលេខរករឿងកម្ចាត់